សួស្តីទាំងអស់គ្នានៅក្នុងវីដេអូមួយនេះយើងនឹងគូ part 4នៅក្នុងជំពូកទី4នៃឯកសាររបស់យើងបាទនៅក្នុង part 4យើងមាន feature សំខាន់ដូចជា extruded boss extruded cut បាទ feature ថ្មីមួយដែលយើងនឹងប្រើគឺ mirror បាទហើយយើងមាន feature ដែលយើងធ្លាប់ស្គាល់គឺ fillet បាទចំណែកឯ sketch របស់យើងបាទមានត្រឹមតែ3ទេបាទហើយនេះគឺជាការចងល់បង្ហាញពី tool ដែលយើងនឹងប្រើនៅក្នុង sketch បាទមានដូចជា smart dimension slot បាទ line បាទហើយយើងក៏នឹងប្រើ mirror ផងដែរដើម្បីឲ្យយើងបានស្គាល់ tool បាទ mirror នៅក្នុង sketch បាទយើងក៏ប្រើ add relation ហើយក្នុង line យើងនឹងប្រើ center line ផងដែរបាទចំណែកឯនៅក្នុង feature យើងមានបាទ extruded boss យើងមាន extruded cut យើងមាន fillet បាទហើយយើងនឹងមាន tool ថ្មីគឺ mirror អូខេបាទ tool ដែលយើងនឹងប្រើក្នុង sketch ដូចជា smart dimension ហ្នឹងគឺយើងក៏ថែមទៀតគឺ add relation បាទគឺ coincident បាទហើយនៅក្នុងនេះដែរបាទសម្រាប់ extrude បាទយើងប្រើ mid plane បាទហើយយើងប្រើជម្រៅណាគេនេះมันមានអីថ្មីច្រើនទេបាទហើយនៅក្នុង sketch បាទនេះជាទីតាំងដែលយើងអាចប្រើ mirror entity បានអូខេ mirror entity បាទនៅពេលដែលយើងគូររង្វង់មួយបាទយើងចង់ឲ្យរង្វង់មួយទៀតកើតឡើងដោយមិនចាំបាច់គូសបាទហើយយើងត្រូវការអាក់ឆ្លោះមួយបាទដោយប្រើ center line អូខេបាទ extruded cut បាទយើងប្រើ cut ដោយមានជម្រៅបាទមិនប្រើ through all ទេបន្តមកទៀតយើងប្រើ mirror នៅក្នុង feature បាទនេះជាទីតាំង mirror ក្នុង feature ហើយបាទនៅក្នុង mirror ក្នុង feature បាទវាត្រូវការឲ្យយើងរើសប្លង់ឆ្លុះមួយបាទហើយនឹងឲ្យយើងរើស feature មួយណាដែលយើងចង់ mirror នៅក្នុង part របស់យើងហើយទាំងអស់គ្នាកុំភ្លេចដែរគឺការប្រើ shortcut បាទក្នុងការគូររបស់យើងបាទយើងត្រូវការ shortcut មួយចំនួននេះដែលយើងអាចគូរបាននៅលើ keyboard ដោយមិនប្រើ mouse ណាអូខេបាទអញ្ចឹងកុំឲ្យគ្នាយើងចាំយូរបាទយើងចូលទៅក្នុងហើយឯកសារបាទchapter 4បាទទំព័រ414បាទយើងនឹងឃើញចាប់ផ្ដើមពីចំណុចទី19ទៅបាទគឺ creating the third subcomponent បាទយើងបង្កើតនៅក្នុង front plane បាទហើយយើងប្រើ straight slot អញ្ចឹងបើសិនជាយើងចូលមកក្រោមបាទយើងអាចប្រើ slot បានដោយយើងគ្រាន់តែចុចពីចំណុចបាទឬ to slot ហើយបាទហើយយើងទាញទៅរកបង្កប់ចិត្តទៅបាទយើងនឹងអាចគូបានអញ្ចឹងនៅក្នុងនេះ slot របស់យើងគឺមានបង្កប់ចិត្តស្មើនឹង1 inch បាទហើយចម្ងាយរវាងផ្ចិតទាំងពីរគឺ 1.25 inch បាទអញ្ចឹងកុំឲ្យព្រះអង្គយូរយើងអាចចូលទៅក្នុង SolidWorks បាទហើយយើងយក new បាទបន្តមកទៀតយើងយក path យើងរើស OK ហើយយើង complete បាទយើងត្រូវបដូរຂະຫນាតបាទផ្លាស់ប្ដូរຂະຫນាតទៅជា IPS បាទហើយនៅត្រង់ពេលបដូរຂະຫນាតនេះដែរយើងត្រូវបដូរលេខទៅយកក្រោយក្បៀស3ខ្ទង់តាមឯកសារ suggest របស់យើងបាទយើង click OK ហើយឥឡូវបើសិនជាយើងយក front plane បាទយើង mobile plane បាទយើងចូលទៅក្នុង sketch បាទយើងយក tool បាទនៅក្នុង slot នេះយើងយក straight slot បាទហើយយើងចុចពីចំណុច1 2បាទហើយយើងអូសយកកត់ផ្ចិតបាទបន្តមកទៀតយើងអាចដាក់ add relation បាទយើងចូល add relation បាទជាទូទៅខ្ញុំតែងតែចង់ដាក់ add relation បាទយើងអត់ត្រូវការនេះបាទអូខេយើងលុបចោលវាទាំងអស់បាទនៅក្នុង add relation យើងត្រូវការហើយយកផ្ចិតកណ្ដាលបាទហើយនឹងគោលតម្រុយបាទជាទូទៅខ្ញុំតែងតែដាក់ផ្ចិតកណ្ដាលរបស់ slot ត្រួតស៊ីគ្នាជាមួយនឹងគោលតម្រុយបាទដើម្បីយើងងាយប្រើប្លង់ symmetry ពេលក្រោយណាបាទយើង click coincident ឥឡូវយើងបានហើយបាទយើងចុចមក graphic area វិញហើយយើងយក smart dimension បាទយកមកប្រើបាទបង្ហាញពីអង្គត់ផ្ចិតរបស់វាគឺ1បាទ inch បាទចំណែកឯចម្ងាយរវាងផ្ចិតនៃកន្លះរង្វង់ទាំងពីររបស់ slot គឺ1.25បាទយើងសុំឯកសារតិចត្រូវដល់1.25អូខេឥឡូវយើងចូលមកក្រោមបើគេឲ្យយើងធ្វើ extrude បាទតាម mid plane ជម្រៅ0.75នេះអូខេ
បាទយើងចូលទៅក្នុង feature បាទយក extrude boss ក្នុង direction 1យើងរើសយក bit plan ហើយក្នុងជម្រៅនេះយើងវាយ 0.75 អូខេឥឡូវយើង extrude បានសងខាងបាទយើង click OK បានបន្តមកទៀតបាទក្នុងឯកសារបាទហើយដើម្បីបង្កើត path របស់យើងបន្តគឺយើងបង្កើតរង្វង់2បាទដែលមានទំនាក់ទំនងស្មើគ្នាបាទហើយរង្វង់ទាំងពីរនេះបាទមានអង្កត់ផ្ចិតបាទហើយ 1.020 បាទនៅក្នុងនេះបាទយើងជ្រើសរើសយក face បាទពីខាងមុខនេះបាទហើយក្នុងការបង្កើតរង្វង់ទាំងពីរនេះខ្ញុំចង់ណែនាំបាទ tool នៅក្នុង sketch គឺ mirror បាទឥឡូវយើងយក face នេះសិនចុចយក face មកយើងយកប្លង់បង្វិលឲ្យកែងបាទយើងចូលទៅក្នុង sketch បាទហើយដើម្បីប្រើ mirror កើតយើងត្រូវការប្រើ center line មួយបាទខ្ញុំចុចចេញពី midpoint ខាងលើទៅ midpoint ខាងក្រោមណាអូខេបានបន្តមកទៀតយើងត្រូវការបង្កើតរង្វង់2បាទពេលយើងយករង្វង់2បាទយើងយកមកឡវាអត់ចេញផ្ចិតទេយើងមកឡនៅលើកាមេសិនបាទរួចហើយបានចេញផ្ចិតឲ្យយើងបាទជាងយើងអាចគូសនៅក្នុងផ្ចិតនេះបានបាទហើយយើងត្រូវការ dimension របស់រង្វង់មួយហ្នឹងបាទគឺអង្កត់ផ្ចិតបាទ 1.020 អូខេយើងទៅអង្កត់ផ្ចិត 1.020 បាទប៉ះយើងអង្កត់ផ្ចិត 1.02 អូខេបាទវារៀងធំជាងអង្កត់ផ្ចិតរបស់ slot បន្តិចដើម្បីយើងកាត់ទៅវាដាច់ទាំងអស់បាទអូខេឥឡូវនេះយើងត្រូវការរង្វង់មួយចំហៀងទៀតឲ្យបង្កើតវាចេញពី mirror entity tool ចូល mirror entity tool បាទយើងយក entity to mirror បាទគឺយើងចង់ mirror circle មកនេះហើយ mirror បាទកញ្ចក់ឆ្លុះរបស់យើង mirror គឺយើងចង់បាន center line នេះយកមកធ្វើជារង្វង់ហើយយើងបានរង្វង់មួយទៀតដោយប្រើបាទ to mirror អូខេហើយវា define ស្រេចបាទចេញពណ៌ខ្មៅអូខេឥឡូវនេះបាទយើង control 7មកមើល sketch ក្នុង isometric view ហើយយើងមើលទៀតថាតើយើងនឹងត្រូវកាត់ជម្រៅប៉ុន្មានបាទយើងយក blind នៅក្នុង end condition ហើយជម្រៅចុច235 inch អូខេយើងចូលទៅក្នុង feature បាទយើងយក extruded cut បាទហើយយើងនៅក្នុងជម្រៅមិនយកស្រួលអត់ទេគឺយក blind បាទបន្តមកទៀតបាទយើងត្រូវកាត់ជម្រៅចុច235នេះបាទចុច235បាទ inch បាទយើង click OK បាទឥឡូវនេះវាដាច់ទាំងសងខាងហើយបាទរង្វង់ទាំងពីរអ្វីដែលយើងនឹងត្រូវធ្វើបន្ទាប់បាទគឺ feature ដែលយើងកាត់ដើម្បីមិញហ្នឹងបាទយើងត្រូវការ mirror វាទៅមកខាងទៀតណាបាទកាត់ផ្ដាច់ខាងនេះហើយ mirror នៅត្រង់ប្លង់ណាគឺយើង mirror ធៀបជាមួយនឹងបាទប្លង់ front អូខេព្រោះយើងធ្វើយើងគូស sketch ដំបូងចេញពី front ហើយយើង extrude mid plane បាទអូខេឥឡូវមិនពិបាកទេនៅក្នុង feature បាទយើងគ្រាន់តែចូលទៅយក tool mirror បាទហើយយើងរើសយកនៅក្នុង mirror face or plane បាទចេះយើងចុចបំបែកនៅក្នុង design tree របស់យើងរើសយក front plane ធ្វើជាកញ្ចក់ឆ្លុះបាទយើងមកដល់ feature to mirror បាទយើងអត់ត្រូវការរើស plane to mirror secondary mirror face ឬក៏ plane ទេយើងចូល feature តែម្ដងហើយ feature ដែលយើងត្រូវ mirror គឺ cut បាទ extrude one នេះឯងយើង click យក OK បាទឥឡូវនេះបាទយើងកាត់ផ្ដាច់មួយចំហៀងទៀតបានណាបាទដោយមិនចាំបាច់គូអីទាំងអស់អូខេអស់ចាំមែនតើបាទ control 7មើល isometric view បាទឥឡូវអ្វីដែលយើងត្រូវធ្វើបន្តបាទគឺយើងត្រូវបង្កើតបាទរង្វង់2បាទហើយកាត់ចាក់ទម្លុះទៅបាទ slow alt បាទហើយរង្វង់ទី2របស់យើងគឺបង្កើតចេញពី face មួយនេះណាបាទអូខេតើ face នៅលើរង្វង់ខាងឆ្វេងបាទហើយយើងប្រើ cut through all អញ្ចឹងយើងត្រូវការដឹងទំហំរបស់រង្វង់ទាំងពីរហ្នឹងបាទអញ្ចឹងរង្វង់ទាំងពីរគឺមានអង្កត់ផ្ចិត3.325 inch បាទទំហំស្មើគ្នាអូខេយើងត្រឡប់ចូលទៅក្នុង SolidWorks ចុចយក face មួយនេះហើយយើងបង្វិលកែងបន្តមកទៀតបាទហើយយើងចូលទៅ sketch បាទខ្ញុំនឹងប្រើ mirror ម្ដងទៀតបាទប្រើ center line គួរចំពាក់កណ្ដាលបាទអូខេចំពាក់កណ្ដាលឥឡូវបាទខ្ញុំ move ទៅយក circle ផ្ទាល់តែម្ដងហើយខ្ញុំចូល game របស់ circle នេះបាទយើងនឹងបានផ្ចិត
snap ចេញមកយើងចុចយករង្វង់ឬហើយយើងត្រូវការដាក់ dimension ឲ្យរង្វង់របស់យើងនេះចាំមើលចុច325កត់ចិត្តយើងចូលទៅ smart dimension direct តែម្ដងអូសចេញចឹងវាយចុច325អូខេបានបន្តមកទៀតយើង click OK នៅខាងក្រៅហើយយើងត្រូវការmirror entity ម្ដងទៀតentity to mirror យើងចង់ mirror circle មួយនេះmirror about យើង mirror ធៀបជាមួយនឹងcenter line មួយនេះដែលយើងបង្កើតមកហើយយើង click OK ហើយយើងបាន circle ទាំងពីរនេះwell defined ពណ៌ខ្មៅហើយដល់អ្វីដែលយើងត្រូវធ្វើបន្ត Control 7 មើល 3D ហើយយើងត្រូវចូល feature យក extrude cut នៅក្នុងនេះយើងរើសយកជម្រើសរូបអល់ដើម្បីយើងកាត់ទម្រង់បានទាំងអស់អូខេយើងបង្វិលរូបរបស់យើងតិចមើលទេវាធ្លុះទាំងអស់ទាំងសងខាង Control 7 មើល isometric view ឥឡូវអ្វីដែលយើងត្រូវធ្វើបន្តតាមមាន feature អ្វីទៀតដែលយើងនឹងត្រូវបន្ថែមតាម path instruction របស់យើងអញ្ចឹងយើងត្រូវបង្កើត fillet ដែលមានកម្មចុច1 inch នៅលើ game 1 2 3 4 5 6មកខាងទៀតគឺ2ទៀតគឺ8ណាអូខេអញ្ចឹងយើងចូលទៅក្នុង fillet អូខេរួចហើយយើង complete វាយបង្កប់ចិត្តចូលនេះចុច1អូខេ inch ចុច1យើងសុំទៅចុច1អូខេនៅក្នុងនេះប្រអប់ item to fillet យើងអាចចាប់ដើមរើសយកតែម្ដងយើងមកចុច1អូខេហើយយើងមាន preview មើលឃើញ fillet ភ្លាម3ប៉ះតាកេ4 5យើងត្រូវអត់ធ្មត់តិចនេះ6ហើយយើងបង្វិលរូបរបស់យើងបន្តិចដោយប្រើ arrow key ដើម្បីយើងរកមើលកេមដែលយើងត្រូវចាប់យកមក fillet 7កេម8កេមអូខេមើលទៅអ្វីៗគ្រប់យ៉ាងល្អហើយយើងគ្រាន់តែ click OK ឥឡូវយើងបាន fillet នៅលើកេមទៅនេះថ្មីបន្តមកទៀតpart របស់យើងត្រូវការ feature បន្ថែមគឺ feature fillet ចុច032នៅលើកេមទាំងអស់នេះលើកលែងតែជ្រុងដែលប៉ះជាមួយនឹងផ្ទៃនេះអូខេអញ្ចឹងយើងនឹងទៅ select កេមទាំងអស់ហ្នឹងធ្វើ fillet ដែលមានកម្មចុច032អូខេយើងចូលទៅ fillet tool fillet យើងចូលមកកន្លែងកម្មវាយចុច032ជាតម្លៃ enter ឥឡូវយើងចាប់ផ្ដើមទៅរើសយកកេមដែលយើងត្រូវធ្វើ fillet អូខេចឹងយើងមានកេមនេះមួយSilver រើស auto តបចប់2យើងមិនរើស face ទេសុំតោះយើងចុចចំ face បាត់វាហើយយើងរើសតែកេមនេះកេមតមកទៀតយើងត្រូវការកេមរបស់រង្វង់នេះមួយទៀតកេមរបស់រង្វង់ទី2ហើយនឹងកេមខាងក្រៅអូខេអញ្ចឹងយើងអត់រើសយកកេមខាងក្នុងនេះទេណាបង្វិលទៅមកខាងទៀតដើម្បីយើងរើសយកកេមដែលយើងត្រូវ fillet នេះអូខេអញ្ចឹងបើយើងវិលចូលវិលឡើងរៀងពិបាកមើល Control 7ត្រឡប់វិញភ្លាមរួចហើយយើងបង្វិលតាម key arrow key របស់យើងអូខេអញ្ចឹងយើងមើលយើងឃើញថាយើងត្រូវការកេមមួយនេះយើងត្រូវការកេមរង្វង់នេះយើងត្រូវការកេមរង្វង់មួយនេះហើយនឹងកេមខាងក្រៅនេះដែលយើងមិនទាន់បានរើសយកអូខេយើងរើសអត់ដោយកេមភ្ជាប់ផ្ទៃនេះទេណាអូខេឥឡូវអ្វីៗមើលទៅគ្រប់យ៉ាងហាក់បីដូចជាត្រឹមត្រូវControl 7មើល 3D អូខេឥឡូវខ្ញុំ click ចូលអូខេអញ្ចឹងយើងមើលឃើញបង្វិល part របស់យើងឃើញថាយើងមានកេមដែលយើងត្រូវ fillet យើងខ្វះកេមនេះមួយកេមខាងក្រៅនេះអូខេអញ្ចឹងអត់បារម្ភទេយើងចូលទៅ fillet ទី2 edit ហើយនៅក្នុងប្រអប់នេះយើងអាចបន្ថែមកេមដែលយើងត្រូវជ្រើសរើសបន្តអូខេហើយយើងត្រូវជ្រើសបន្ត Solidwork add ចូលនៅក្នុងប្រអប់កេមនេះហើយអញ្ចឹងយើងឃើញpart របស់យើងត្រូវបាន fillet ទៅលើកេមដែរ
បាទតម្រូវដោយឯកសាររបស់យើងណាជាអ្វីដែលយើងត្រូវធ្វើបន្ទាប់បាទយើងត្រូវការដាក់បាទពណ៌អូខេបាទចឹងនៅក្នុងនេះខ្ញុំបានដាក់ពណ៌ហើយលឿងស្រាលបាទហើយនឹងពណ៌វាមិនផ្ទៃមេឃទេបាទរាងខៀវតិចផ្ទៃមេឃតិចបាទនៅលើ fillet អូខេបាទអញ្ចឹងបាទយើងចូលទៅក្នុងFelix ទី2អូខេយើងចូលក្នុង Felix ទី2ហើយយើងចូលទៅក្នុង boss អូខេយើងយកបាទគឺទីមួយខ្ញុំចង់ដូរ part សិនអូខេបើសិនជាមាន part អូខេ right click លើ part បាទយើងយក part យើងយក color បាទតទៅទៀតបាទ part 3យើងរើសហើយយើងរើសយកពណ៌លឿងស្រាលនេះបាទអូខេបាទរើសយកពណ៌លឿងស្រាលបន្តមកទៀតខ្ញុំ click OK បាទពេលដែលខ្ញុំចង់បានបន្តគឺ fillet 2នេះ highlight វាណាចុចលើ fillet 2យក appearance fillet 2បាទហើយយើង scroll ចូលមករក color palette របស់យើងបាទហើយយើងដាក់រើសពណ៌មួយនេះបាទស្រដៀងទៀតផ្ទៃមេឃបន្តិចបាទយើង click OK ឥឡូវនេះគឺយើងបាន part ដែលយើងចង់ highlight ពណ៌បាទចឹង part របស់យើងបាទមានទាំង feature គ្រប់គ្រាន់បាទអូខេមាន mirror បាទ extrude cut មាន fillet 1 fillet 2បាទហើយយើងបាន highlight ពណ៌បាទអញ្ចឹង part របស់យើងគឺចប់ប៉ុណ្្នឹងនេះអរគុណច្រើន